រឿងថ្មីមួយទៀតមកធ្វើការសម្រាយជូនបងប្អូនទស្សនាបន្តទៀតហើយចំពោះខ្សែភាពយន្តមួយនេះមានចំណងជើងថា Female Teacher Closing Door ផលិតឡើងនៅក្នុងឆ្នាំ2021ជារឿងរបស់ប្រទេសជប៉ុនដែលនិយាយអំពីអ្នកគ្រូដ៏ស្រស់ស្អាតម្នាក់បានជាប់នៅក្នុងបន្ទប់ឃ្លៀងសម្រាប់ដាក់សម្ភារៈរបស់សាលារៀនជាមួយនឹងសិស្សប្រុសម្នាក់ទៀតពួកគេបានជាប់នៅក្នុងបន្ទប់ជាមួយគ្នាអស់ជាច្រើនថ្ងៃជាពិសេសពួកគេបានវាយឡើងជាមួយគ្នាថែមទៀតដូចនេះហើយបងប្អូនច្បាស់ជាចង់ដឹងហើយថាតើដំណើរសាច់រឿងមួយនេះវាទៅជាយ៉ាងណាហើយមានរឿងរ៉ាវអ្វីខ្លះកាត់ឡើងនោះយើងមានតែទៅតាមដានទស្សនាសាច់រឿងពេញរបស់យើងទាំងអស់គ្នាតែម្ដងទៅប៉ុន្តែសម្រាប់បងប្អូនដែលទស្សនាថ្មីៗសូមបងប្អូនជួយចុច Subscribe និងដាក់រូបកណ្ដឹងឲ្យ Admin ម្នាក់មួយផងដើម្បីឲ្យ Admin មានកម្លាំងចិត្តក្នុងការស្វែងរករឿងថ្មីៗមកធ្វើការសម្រាយបន្តទៀតចាប់ដើមខ្សែភាពយន្តរបស់យើងមកបានបង្ហាញពីសកម្មភាពរបស់គ្រូ2នាក់ស្រីមួយប្រុសមួយពួកគេកំពុងតែស៊ីអារម្មណ៍ជាមួយគ្នានៅក្នុងបន្ទប់ឃ្លៀងដាក់អីវ៉ាន់របស់សាលារៀនដែលអ្នកគ្រូនឹងគឺមានឈ្មោះថា Yuko ចំណែកគ្រូប្រុសមានឈ្មោះថា Kawa ក្រឡេកមកមើលសកម្មភាពនៅក្នុងថ្នាក់រៀនឯនេះវិញសិស្សប្រុសម្នាក់នេះកំពុងតែញ៉ាំនំប៉័ងបណ្ដើរអានសៀវភៅបណ្ដើរគេមានឈ្មោះថា Kaisuki ឃ្លាមនោះស្រាប់តែមានសិស្សប្រុសម្នាក់ទៀតបានចូលមកកញ្ឆក់យកនំប៉័ងពី Kaisuki យកទៅញ៉ាំអញ្ចឹងទៅជាពិសេសក្រុមគ្នាបពុរបស់ពួកគេបានយករូបភាពរបស់អ្នកគ្រូ Yuko ទៅកាត់តធ្វើជារូបភាពបន្សំរុំអញ្ចឹងណាពួកគេក៏បានយករូបភាពមួយនឹងមកឲ្យ Kaisuki មើលផងដែរនិងបានចាប់សត្វខោរបស់ Kaisuki ថែមទៀត Kaisuki បានច្រានសិស្សប្រុសម្នាក់នឹងឲ្យដួលទៅហើយពួកគេចាប់ដើមខឹងឯបាទសិស្សប្រុសម្នាក់នឹងបានទាមទារយកលុយពី Kaisuki ចំនួន 100,000 យេនបើសិនជាមិនឲ្យលុយពួកគេនោះទេពួកគេនឹងវាយធ្វើបាបចំណែកសកម្មភាពរបស់អ្នកគ្រូ Yuko ជាមួយនឹងលោកគ្រូ Kawa នៅក្នុងបន្ទប់នេះវិញពួកគេក៏បានប្រតិបត្តិការវាយឡើងជាមួយនឹងគ្នារួចរាល់ហើយផងដែរអ្នកទាំងពីរនាក់ក៏បាននាំគ្នាចេញពីខាងក្នុងឃ្លៀងមួយនឹងទៅវិញទៅនិងបានបញ្ញាបញ្ញាលបែកផ្លូវគ្នាដើរចូលទៅខាងក្នុងថ្នាក់បង្រៀនសិស្សរៀនខ្លួនទៅបាទហើយយើងឃើញថាសិស្សនៅក្នុងថ្នាក់ដែលអ្នកគ្រូ Yuko បង្រៀនសុទ្ធតែជាសិស្សប្រុសទាំងអស់ភ្លាមនោះស្រាប់តែអ្នកគ្រូ Yuko បានឃើញ Kaisuki ហូរឈាមច្រមុះអ្នកគ្រូបានព្យាយាមសួរនាំទៅកាន់ Kaisuki ថាតើមានរឿងអីកាត់ឡើងមែនមិនបានជាហូរឈាមច្រមុះបែបនេះ Kaisuki បាននិយាយកុហកប្រាប់ទៅកាន់អ្នកគ្រូថាមិនមានរឿងអីឡើយគ្រាន់តែខ្លួនដើរដួលបុកតុកប៉ុណ្ណោះបន្ទាប់ពីសួរនាំរួចរាល់ហើយអ្នកគ្រូបានហុចកូនកន្សែងឲ្យទៅកាន់ Kaisuki ទុកជូតឈាមចេញអញ្ចឹងទៅបន្តមកទៀតអ្នកគ្រូក៏បានចាប់ផ្ដើមការបង្រៀនសិស្សហើយមុខវិជ្ជាដែលគាត់ធ្វើការបង្រៀនគឺជាមុខវិជ្ជាភាសាអង់គ្លេសក្រោយពីបង្រៀនចប់រួចរាល់ហើយក៏ដល់ម៉ោងសម្រាកត្រឡប់ទៅផ្ទះវិញអ្នកគ្រូ Yuko បានជិះឡានជាមួយនឹងលោកគ្រូ Kawa នៅតាមផ្លូវលោកគ្រូ Kawa បានប្រាប់ឲ្យ Yuko អោនក្រាបចុះពូនអញ្ចឹងណាដើម្បីការពារខ្លាចលើកូនសិស្សរបស់ពួកគេខេងនិយាយមិនល្អពីពួកគេទាំងពីរនាក់ពីព្រោះតែពួកគេទាំងពីរនាក់លួចលាក់តាក់ទងជាមួយគ្នាលក្ខណៈ private បន្តមកពួកគេទាំងពីរនាក់បាននាំគ្នាចូលខាងក្នុងបន្ទប់សន្តាគារមួយកន្លែងហើយបានវាយឡើងជាមួយគ្នាឡើងមានសេចក្តីសុងអញ្ចឹងទៅបន្ទាប់ពីវាយឡើងជាមួយនឹងគ្នានៅក្នុងសន្តាគារមួយនឹងរួចរាល់ហើយ Kawa បានបើកឡានជូនអ្នកគ្រូ Yuko ត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវប្រពន្ធហើយនឹងកូនរបស់ Kawa បានខលមកសួរនាំពីព្រោះតែយប់ទៅហើយនៅតែមិនឃើញ Kawa ត្រឡប់មកផ្ទះវិញ Kawa បាននិយាយកុហកប្រាប់ទៅកាន់ប្រពន្ធនិងកូនវិញថាថ្ងៃនេះគាត់ត្រឡប់ទៅផ្ទះវិញរៀងយឺតពីព្រោះតែខ្លួនជាប់រវល់ជាប់ប្រជុំជាមួយនឹងក្រុមការងារនៅក្នុងសាលាអញ្ចឹងទៅតាមការពិតទៅរឿងរ៉ាវដែល Kawa មានប្រពន្ធហើយនឹងកូនរួចរាល់ហើយនឹង Yuko ក៏បានដឹងផងដែរប៉ុន្តែនាងនៅតែលួចលាក់តាក់ទងជាមួយនឹង Kawa ដដែលបន្តមកទៀតនៅថ្ងៃស្អែកនៅក្នុងសាលារៀនគឺជាថ្ងៃបង្រៀនចុងក្រោយហើយបាទពីព្រោះតែចាប់តាំងពីថ្ងៃស្អែកទៅសិស្សសាលាទាំងអស់នឹងត្រូវឈប់សម្រាកសម្រាប់ថ្ងៃវិស្សមកាលបន្ទាប់ពីបង្រៀនសិស្សចប់រួចរាល់ហើយអ្នកគ្រូ Yuko បានដើរចូលកាន់បន្ទប់សម្រាប់ជួបជុំជាមួយនឹងគ្រូផ្សេងទៀតអញ្ចឹងណាស្រាប់តែលោកគ្រូ Yuko បានស្ដាប់ឮលោកគ្រូ Kawa និយាយគ្នាជាមួយនឹងគ្រូផ្សេងទៀតអំពីគម្រោងដើរលេងនៅក្នុងវិស្សមកាលឈប់សម្រាកគឺគាត់នឹងនាំប្រពន្ធកូនគ្រួសាររបស់ខ្លួនដើរលេងនៅតាមមាត់ឆ្នេរសមុទ្រក្រោយពីបានស្ដាប់ឮលោកគ្រូ Kawa និយាយបែបនេះហើយធ្វើឲ្យ Yuko មានការអន់ចិត្តជាខ្លាំងអ្នកគ្រូ Yuko ក៏បានដើរចេញពីកន្លែងមួយនឹងទៅហើយយើងឃើញថាអ្នកគ្រូ Yuko បានដើរចូលមកកាន់បន្ទប់ឃ្លៀងសម្រាប់ដាក់អីវ៉ាន់របស់សាលារៀនដែលជាកន្លែងទីតាំងដែលនាងតែងតែជួបគ្នាជាមួយនឹងលោកគ្រូ Kawa តែងតែវាយឡើងជាមួយនឹងគ្នាហើយអ្នកគ្រូ Yuko បានដាក់ខ្លួនដេកពិបាកចិត្តប៉ុន្តែមិនបានប្រមាណផងអ្នកគ្រូក៏បានដេកលក់ទៅបាទហើយនៅឈុតកន្លែងមួយហ្នឹងសាច់រឿងក៏បានលេងត្រឡប់ថយក្រោយមកបន្តិចគឺនៅកន្លែងដែលក្រុមសិស្សជើងកាងធ្វើបាបររឿង Kaisuki គម្រាមយកលុយហើយ Kaisuki មិនព្រមប្រគល់លុយឲ្យពួកគេនោះទេគេក៏បានបញ្ញាប់ញ៉ារត់ចេញទៅខាងក្រៅហើយក្រុមសិស្សជើងកាងទាំងអស់ហ្នឹងក៏បានរត់ដេញតាមវាយ Kaisuki បន្តទៀត Kaisuki មិនមានជំរើសឡើយគេក៏បានសម្រេចចិត្តលោតតាមបង្អួចចេញមកខាងក្រៅប៉ុន្តែសំណាងល្អ Kaisuki មិនមានបញ្ហារបួសអ្វីឡើយនិងបានបញ្ញាប់បញ្ញាសវ៉ាដេញចាប់យកกระดาษរូបភាពរបស់អ្នកគ្រូអញ្ចឹងទៅបានមកដល់ទីតាំងបន្ទប់ឃ្លៀងដាក់សម្ភារៈរបស់សាលារៀនហើយក៏បានឮសំឡេងអ្នកគ្រូ Yuko និងលោកគ្រូ Kawa កំពុងតែវាយឡើងជាមួយគ្នាមិនចាំយូរឡើយ Kaisuki ក៏បានបញ្ញាប់ញ៉ាចូលទៅពូនលបមើលក៏បានឃើញសកម្មភាពរបស់អ្នកគ្រូកំពុងតែញ៉ាំក្រែមរបស់គ្រូ Kawa ដោយឃើញបែបនេះធ្វើឲ្យ Kaisuki មានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏មានការខូចចិត្តផងដែរពីព្រោះតែអ្នកគ្រូ Yuko ក៏ជាក្រាស់របស់ខ្លួនអញ្ចឹងណាគេក៏បានរត់ចាក់ចេញពីកន្លែងមួយហ្នឹងទៅបាទស្រាប់តែបានជួបជាមួយនឹងក្រុមសិស្សជើងកាងដែលកំពុងតែតាមវាយធ្វើបាបរូបគេ Kaisuki មិនអាចរត់តាណារួចទៀតបានទេហើយក៏ត្រូវបានក្រុមរបស់ពួកគេវាយធ្វើបាប Kaisuki ឡើងមានរបួសហូរឈាមតាមមាត់
តាមចំមុះបណ្ដៃសំណាងល្អស្រាប់តែលោកគ្រូកាវ៉ាបានចូលមកមើលឃើញតន់ក្រុមរបស់ពួកគេក៏បាននាំគ្នារត់ចាក់ចេញពីកន្លែងមួយនឹងទៅលោកគ្រូកាវ៉ាបានព្យាយាមស៊ូទៅកាន់កៃស៊ូគីថាតើមានរឿងអីកើតឡើងប៉ុន្តែកៃស៊ូគីមិនបាននិយាយស្ដីឆ្លើយប្រាប់ទេពីព្រោះតែរូបគេខឹងជាមួយនឹងលោកគ្រូកាវ៉ាដែលបានវាយឡើងជាមួយនឹងអ្នកគ្រូយូកូដែលជាក្រាស់របស់ខ្លួនដោយសារតែលោកគ្រូកាវ៉ានៅតែស៊ូនាំចង់ដឹងរឿងរបស់ខ្លួនបែបនេះកៃស៊ូគីក៏បានដាក់លោកគ្រូកាវ៉ាមួយជង្គង់និងបានរត់ចាក់ចេញពីកន្លែងមួយនឹងទៅហើយសប្តាហ៍នេះកៃស៊ូគីរស់នៅជាមួយនឹងម្ដាយតែពីរនាក់ប៉ុណ្ណោះអ្នកស្រីដែលជាម្ដាយបានស៊ូនាំទៅកាន់កូនប្រុសថាតើថ្ងៃឈប់សម្រាកវិស្សមកាលកៃស៊ូគីចង់ទៅដើរលេងកម្សាន្តជួបជុំជាមួយនឹងបងប្អូនជាមួយនឹងគាត់ដែរឬទេកៃស៊ូគីបានឆ្លើយតបទៅកាន់ម្ដាយវិញថាខ្លួនរវល់ខ្លាំងមែនទែនត្រូវរៀនបន្ថែមដើម្បីត្រៀមខ្លួនក្នុងការប្រឡងដូចនេះហើយម្ដាយរបស់កៃស៊ូគីក៏បានសម្រេចចិត្តទៅដើរលេងជាមួយនឹងបងប្អូនរបស់ខ្លួនទៅចំណែកកៃស៊ូគីនៅចាំផ្ទះតែម្នាក់ឯងក្រឡេកមកមើលសាលារៀនឯនេះវិញពេលដែលចប់ម៉ោងបង្រៀនរួចរាល់ហើយអ្នកគ្រូក៏បានដើរចេញទៅកាន់បន្ទប់ឃ្លៀងមួយនឹងបន្តទៀតហើយបាទប៉ុន្តែគាត់ដើរចូលទៅតែម្នាក់ឯងប៉ុណ្ណោះកៃស៊ូគីក៏បានដើរលបលួចតាមមកឃ្លាំមើលអ្នកគ្រូផងដែរចំណែកសិស្សផ្សេងទៀតពួកគេបានចេញទៅផ្ទះអស់ហើយពីព្រោះតែថ្ងៃស្អែកពួកគេត្រូវឈប់សម្រាកថ្ងៃវិស្សមកាលអញ្ចឹងណាបន្តមកទៀតកៃស៊ូគីបានមកលបមើលអ្នកគ្រូតាមបង្អួចហើយក៏បានឃើញថាអ្នកគ្រូបានដាក់ខ្លួនដេកលក់បាត់ហើយមិនចាំយូរឡើយកៃស៊ូគីក៏បានដើរចូលទៅរកអ្នកគ្រូអង្គុយសម្លឹងមើលទៅកាន់អ្នកគ្រូមិនដាក់ភ្នែកឡើយធ្វើឲ្យអារម្មណ៍របស់គេមិនអាចទប់ចិត្តបានឡើយពីព្រោះតែអ្នកគ្រូស្អាតក៏ស្អាតហើយក៏ជាក្រាស់របស់ខ្លួនថែមទៀតដូចនេះហើយកៃស៊ូគីក៏បានសម្រេចចិត្តលូកលេងអ្នកក្រៀករបស់ខ្លួនចឹងទៅប៉ុន្តែចៃដន្យអីស្រាប់តែអ្នកគ្រូយូកូបានភ្ញាក់ពីដេកវិញដោយឃើញបែបនេះអ្នកគ្រូយូកូចាប់ផ្ដើមមានការភ័យខ្លាចជាខ្លាំងនិងបានគិតថាកៃស៊ូគីគឺជាមនុស្សរោគចិត្តកៃស៊ូគីនៅតែដើរចូលទៅរកអ្នកគ្រូនិងបានប្រាប់ថាខ្លួនមិនមែនគឺជាមនុស្សរោគចិត្តអញ្ចឹងទៅស្រាប់តែអ្នកគ្រូបានច្រានកៃស៊ូគីចៃដន្យអីអ្នកគ្រូក៏បានដួលហើយបោកក្បាលដេកសន្លប់បាត់ទៅបន្ទាប់ពីបានឃើញអ្នកគ្រូសន្លប់បែបនេះកៃស៊ូគីចាប់ផ្ដើមភ័យហើយក៏គិតអីមិនចាញ់ផងដែរក្រឡេកមកមើលលោកគ្រូកាវ៉ាកំពុងតែឈរជប់បរិយនៅខាងក្រៅនេះវិញស្រាប់តែអ៊ំប្រុសម្នាក់ដែលជាអ្នកសម្អាតទីធ្លាសាលាបានដើរចូលមកស្ដីថាឲ្យលោកគ្រូកាវ៉ាមិនឲ្យជប់បរិយហើយនៅពេលដែលអ៊ំប្រុសម្នាក់នឹងរៀបនឹងដើរចេញទៅវិញលោកគ្រូកាវ៉ាបានសួរនាំទៅកាន់គាត់ផងដែរថាតើមានបានឃើញអ្នកគ្រូយូកូដែរឬទេប៉ុន្តែពួកគេទាំងពីរនាក់និយាយមិនត្រូវគ្នាឡើយស៊ូកូឆ្លើយកបីអញ្ចឹងណាពីព្រោះតែអ៊ំប្រុសម្នាក់នឹងក៏ជីករបស់គាត់ថ្លង់ហើយអ៊ំប្រុសម្នាក់នឹងក៏បានដើរចេញទៅធ្វើការរបស់ខ្លួនបន្តទៀតទៅលោកគ្រូកាវ៉ាបានព្យាយាមខលទូរស័ព្ទតាក់ទងទៅកាន់អ្នកគ្រូយូកូប៉ុន្តែមិនមានអ្នកលើកនោះទេពីព្រោះតែទូរស័ព្ទរបស់អ្នកគ្រូយូកូភ្លេចនៅក្នុងបន្ទប់ office ធ្វើការគឺគាត់មិនបានយកទៅជាមួយឡើយក្រឡេកមកមើលកៃសូគីជាមួយនឹងអ្នកគ្រូនៅក្នុងបន្ទប់ឯនេះវិញស្រាប់តែអ៊ំប្រុសដែលជាអ្នកសម្អាតទីធ្លាសាលារៀនបានបើកទ្វារបន្ទប់ស្រែកស៊ូថាតើមាននរណាម្នាក់នៅក្នុងបន្ទប់មួយនេះដែរឬទេប៉ុន្តែកៃសូគីមិនបានឆ្លើយតបឡើយគេនឹងក៏បានទៅពូនលាក់ខ្លួនហើយអ៊ំប្រុសម្នាក់នឹងក៏បានចាក់សោបន្ទប់មួយនឹងតែម្ដងទៅដោយឃើញថាអ៊ំប្រុសបានចាក់សោបន្ទប់បែបនេះកៃសូគីបានចេញទៅស្រែកហៅគាត់ឲ្យបើកទ្វារវិញផងដែរហើយកៃសូគីបានស្រែកហៅផងគាស់ទ្វារបន្ទប់ផងប៉ុន្តែអ៊ំប្រុសម្នាក់នឹងមិនបានឮទេពីព្រោះតែគាត់មានបញ្ហាថ្លង់ហើយអ៊ំប្រុសម្នាក់នឹងក៏បានដើរចាក់ចេញពីកន្លែងមួយនឹងទៅចំណែកអ្នកគ្រូក៏បានភ្ញាក់ដឹងខ្លួនឡើងវិញផងដែរអ្នកគ្រូឈប់ខឹងជាមួយនឹងកៃសូគីបន្តទៀតហើយបាទពួកគេក៏បានបើកទ្វារផងស្រែកហៅជំនួយផងប៉ុន្តែមិនមាននរណាម្នាក់បានឮពួកគេនោះទេភ្លាមនោះស្រាប់តែកៃសូគីបានរកឃើញពិលមួយគេបានយកភ្លើងពិលមួយនឹងបញ្ចាំងដាក់ទៅកាន់មុខរបស់អ្នកគ្រូយូកូហើយអ្នកគ្រូក៏បានដើរចូលមកយកភ្លើងពិលពីកៃសូគីចំណែកកៃសូគីបាននិយាយសុំទោសទៅកាន់អ្នកគ្រូនិងបានធ្វើពុតជាស៊ូនាំទៅកាន់អ្នកគ្រូថាតើអ្នកគ្រូមកខាងក្នុងបន្ទប់មួយនេះមានការអ្វីដែរអ្នកគ្រូបានឆ្លើយតបទៅវិញទៅថាខ្លួនអស់កម្លាំងចូលមកដេកសម្រាប់បន្តិចហើយនៅថ្ងៃស្អែកឡើងអ្នកគ្រូយូកូបានភ្ញាក់ពីដេកអ្នកគ្រូបានព្យាយាមស្រែកហៅស្វែងរកជំនួយបន្តទៀតប៉ុន្តែនៅតែមិនមាននរណាម្នាក់បានឮពួកគេឡើយបានយើងពីអាកាសធាតុវិញកាន់តែក្តៅថែមទៀតហើយសាច់ទឹកខ្លាំងមែនទែនស្រាប់តែអ្នកគ្រូបានកលេចមើលទៅឃើញកៃសូគីកំពុងតែផឹកទឹកដោយឃើញបែបនេះអ្នកគ្រូបានដើរមករកកៃសូគីដើម្បីមកយកទឹកផឹកប៉ុន្តែកៃសូគីមិនព្រមឲ្យអ្នកគ្រូផឹកឡើយនិងបាននិយាយប្រាប់ទៅកាន់អ្នកគ្រូវិញថាបើសិនជាអ្នកគ្រូចង់ផឹកទឹកលុះត្រាតែអ្នកគ្រូបង្ហាញផ្លែអលឹករបស់អ្នកគ្រូមកឲ្យខ្លួនមើលបន្តិចទើបរូបគេយល់ព្រមឲ្យទឹកទៅកាន់អ្នកគ្រូផឹកដំបូងឡើយអ្នកគ្រូមិនព្រមទេកៃសូគីក៏បានយកទឹកមួយនឹងផឹកបន្តទៀតស្រាប់តែអ្នកគ្រូបានខ្វាត់កៃសូគីពីព្រោះតែខ្លាចកៃសូគីផឹកទឹកអស់និងបាននិយាយប្រាប់ទៅកាន់កៃសូគីវិញថាបើសិនជាកៃសូគីហ៊ានតែប៉ះពាល់រូបរាងកាយរបស់ខ្លួននាងនឹងសម្លាប់កៃសូគីចោលជាមិនខានហើយអ្នកគ្រូក៏បានដោះអាវបង្ហាញផ្លែអលឹកដើម្បីឲ្យកៃសូគីមើលអញ្ចឹងណាបន្ទាប់ពីមើលរួចរាល់ហើយអ្នកគ្រូក៏បានយកទឹកពីកៃសូគីមកផឹកយកតែម្ដងចំណែកកៃសូគីក៏បានយកទឹកដបផ្សេងទៀតមកផឹកផងដែរតាមក៏ពិតទៅនៅក្នុងបន្ទប់មួយហ្នឹងគឺមានទឹកជាច្រើនអាកាសធាតុកាន់តែក្តៅខ្លាំងឡើងអ្នកគ្រូឡើងបែកញើសចូលខ្លួនហើយបាទដូចនេះហើយអ្នកគ្រូក៏បានសម្រេចចិត្តដោះអាវខាងក្រៅរបស់ខ្លួនឯងចេញកៃសូគីនៅតែព្យាយាមស្រែកហៅមនុស្សដើម្បីឲ្យមកជួយពួកគេចំណែកអ៊ំប្រុសគាត់នៅតែស្ដាប់មិនឮហើយបានបាញ់ទឹកស្រោចផ្កាធ្វើតែមិនដឹងអញ្ចឹងណារហូតមកដល់ពេលនេះពួកគេបានជាប់នៅក្នុងបន្ទប់មួយនេះអស់រយៈពេល2ថ្ងៃហើយបាទអ្នកគ្រូចាប់ផ្ដើមអស់កម្លាំងជាខ្លាំងនិងបាននិយាយប្រាប់ទៅកាន់កៃសូគីថាបើសិនជាកៃសូគីអាចរកអ្វីមួយមកឲ្យខ្លួនញ៉ាំបាននោះនាងនឹងយល់
ព្រមឲ្យកៃស៊ូគីវាយឡើងជាមួយចង់ប្រមាថដងក៏បានដែរដោយលើអ្នកគ្រូយូកូនិយាយបែបនេះកៃស៊ូគីបានព្យាយាមកែច្នៃយកដំបងមកដាក់ជាមួយនឹងខ្សែលុះដើម្បីយកទៅបេះទំពុកយកផ្លែក្រូចនៅខាងក្រៅតាមបង្អួចដំបងឡើយកៃស៊ូគីមិនអាចបេះបានទេដោយឃើញបែបនេះអ្នកគ្រូយូកូក៏បានទៅជួយកៃស៊ូគីបេះផ្លែក្រូចមួយនឹងសាជាថ្មីទីបំផុតពួកគេក៏អាចបេះផ្លែក្រូចមួយនឹងបានជោគជ័យទៅអ្នកទាំងពីរនាក់មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនកៃស៊ូគីបានយកផ្លែក្រូចមួយនឹងប្រកាសទៅឲ្យអ្នកគ្រូដំបងឡើយអ្នកគ្រូបានកវីក្បាលមិនទទួលយកទេស្រាប់តែកៃស៊ូគីបានយកផ្លែក្រូចមួយនឹងទៅបកសម្បកចេញហើយបានហុចទៅឲ្យអ្នកគ្រូម្ដងទៀតអ្នកគ្រូក៏បានសម្រេចចិត្តយកផ្លែក្រូចមួយនឹងយកមកញ៉ាំទាំងភាពស្រែកឃ្លានកៃស៊ូគីបានឈរសម្លឹងមើលទៅកាន់អ្នកគ្រូញ៉ាំក្រូចមិនដាក់ភ្នែកឡើយបន្ទាប់មកអ្នកគ្រូក៏បានហុចផ្លែក្រូចពាក់កណ្ដាលឲ្យទៅកាន់កៃស៊ូគីញ៉ាំផងដែរប៉ុន្តែកៃស៊ូគីមិនព្រមញ៉ាំទេហើយអ្នកគ្រូបានយកផ្លែក្រូចមកញាត់មាត់របស់កៃស៊ូគីហើយនៅជិតកន្លែងមួយនឹងអ្នកគ្រូក៏បានប្រកល់ខ្លួនប្រាណដើម្បីឲ្យកៃស៊ូគីវាយឡើងជាមួយខ្លួនតាមអ្វីដែលនាងធ្លាប់បានសន្យាឡើងមានសេចក្តីសុខទៅហើយនៅថ្ងៃស្អែកឡើងកៃស៊ូគីបានប្រើប្រាស់បន្តោងខ្សែករបស់ខ្លួនដាក់ឲ្យត្រូវជាមួយនឹងពន្លឺព្រះអាទិត្យវាក៏បានបង្កើតបានទៅជាភ្លើងឆេះដុតជាមួយគ្រាប់កំជ្រួចបាញ់ឡើងទៅខាងលើមេឃដើម្បីស្វែងរកជំនួយបន្តទៀតអ៊ំប្រុសកំពុងតែសម្អាតស្មៅនៅក្នុងសាលារៀនហាក់ដូចជាបានលើសំឡេងផងដែរប៉ុន្តែលក្ខណៈថាស្ពេចស្ពិលអញ្ចឹងណាចុងក្រោយគាត់ក៏បានបន្តធ្វើការងាររបស់ខ្លួនបន្តទៀតទៅបន្ទាប់ពីបាញ់កាំជ្រួចស្វែងរកជំនួយអស់រយៈពេល2ម៉ោងហើយប៉ុន្តែនៅតែមិនមាននរណាម្នាក់មកជួយពួកគេបែបនេះពួកគេចាប់ផ្ដើមអស់សង្ឃឹមម្ដងទៀតណាមួយទឹកក៏ផឹកអស់ថែមទៀតហើយដើម្បីបំបត្តិ stress បំបត្តិទុក្ខកង្វល់អ្នកគ្រូយូកូក៏បានបបួលកៃស៊ូគីឲ្យវាយឡើងជាមួយនឹងគ្នាម្ដងទៀតខណៈពេលដែលពួកគេកំពុងតែផ្អែមល្ហែមស៊ីអារម្មណ៍ជាមួយគ្នាស្រាប់តែលោកគ្រូកាវ៉ាបានបើកទ្វារចូលមកហើយក៏បានឃើញសកម្មភាពរបស់ពួកគេទាំងពីរនាក់ផងដែរគាត់បានសួរនាំទៅកាន់ពួកគេទាំងពីរនាក់ថាតើពួកគេកំពុងតែធ្វើអ្វីជាមួយគ្នាប៉ុន្តែម្ដងនេះអ្នកគ្រូយូកូលែងមានចិត្តស្រឡាញ់លោកគ្រូកាវ៉ាទៀតហើយគឺនាងពេញចិត្តចំពោះកៃស៊ូគីវិញអ្នកគ្រូបាននាំកៃស៊ូគីដើរចេញទៅខាងក្រៅដោយសារតែលោកគ្រូកាវ៉ានៅតែនិយាយតប៉ែខ្លាំងពេកស្រាប់តែកៃស៊ូគីបានហក់ចូលទៅវាយលោកគ្រូកាវ៉ាត្រូវមួយដៃដួលដេកស្អាតទៅបន្ទាប់មកអ្នកទាំងពីរនាក់ក៏បាននាំគ្នាដើរចាក់ចេញពីកន្លែងមួយនឹងទៅហើយអំប្រុសម្នាក់នឹងក៏បានដើរចូលមកដល់ផងដែរដោយឃើញទ្វារបើកចំហបែបនេះគាត់ក៏បានបិទចាក់សៅវិញហើយលោកគ្រូកាវ៉ាក៏បានជាប់នៅក្នុងបន្ទប់មួយនឹងទៅបាទកៃស៊ូគីនិងអ្នកគ្រូបានដើរចេញមកខាងក្រៅជាមួយគ្នាភ្លាមនោះស្រាប់តែកៃស៊ូគីបានយកទៅយកមកបាញ់ទឹកដាក់ទៅកាន់អ្នកគ្រូចំណែកអ្នកគ្រូមានអារម្មណ៍ថារំភើបសប្បាយចិត្តខ្លាំងមែនទែនហើយនៅពេលដែលដល់ថ្ងៃចូលរៀនវិញកៃស៊ូគីក៏លែងបានជួបជាមួយនឹងអ្នកគ្រូទៀតដែរពីព្រោះតែអ្នកគ្រូបានធ្វើការផ្លាស់ប្ដូរទៅរៀននៅសាលាផ្សេងហើយសាច់រឿងរបស់យើងក៏កាត់បញ្ចប់តែត្រឹមនឹងទៅអរគុណច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនដែលទស្សនាសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់កុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូការសម្រាយរឿងថ្មីៗប្លែកៗបន្តទៀតគណៈពេលនេះខ្ញុំបាទរំដួល Movie សូមលាអ្នកទាំងអស់គ្នាសិនហើយសន្យាជួបគ្នានៅរឿងក្រោយទៀតបាយបាយ